ក្នុងនាមជាប្រជាពលរដ្ឋក៏ដូចជាមន្ត្រីឆ្កែមួយរូបខ្ញុំបាទសូមគោរពថ្លែងអំណរគុណក៏ដូចជាដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះដល់វីរៈកងទ័ពគ្រប់រូបទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារទឹកដីនៃប្រជាជាតិកម្ពុជាអំពីការឈ្លានពានរបស់ប្រទេសជិតខាងគឺប្រទេសសៀមដោយពួកខ្ញុំជាទ័ពនៅខាងក្រោយមានតែការលើកទឹកចិត្តក៏ដូចជាគ្រប់ជូនពរដល់វីរៈកងទ័ពគ្រប់រូបទាំងអស់ដែលបានបូជានៅសាច់ស្រស់ឈាមស្រស់ក្នុងការការពារទឹកដីនេះហើយម្យ៉ាងទៀតខ្ញុំសូមបង្ហាញនៅក៏ដូចជាសម្ដែងនៅសមានចិត្តជឿជាក់ចំពោះរដ្ឋាភិបាលក៏ដូចជាកងទ័ពគ្រប់ទាំងអស់នៅក្នុងការការពារទឹកដីជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរដល់វីរៈកងទ័ពគ្រប់រូបទាំងអស់សូមមានសុខភាពល្អក៏ដូចជាសុខសុវត្ថិភាពនៅក្នុងការការពារទឹកដីនិងឈ្នះអស់មារសត្រូវជាពិសេសសូមប្រកបទៅដោយពុទ្ធមង្គលពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណ